មានពេលទៅនេះខ្ញុំចូលចិត្តធ្វើនំនេះមែនតើបងប្អូនមិនថាយើងចាក់ក្រាស់ឬក៏ស្ដាងទេសាច់នំគឺទន់ឆ្ងាញ់ដូចគ្នាជាពិសេសហ្មងបងប្អូនទុកឲ្យត្រជាក់យូរប៉ុណ្ណាក៏សាច់នំនៅតែទន់ឆ្ងាញ់ដែរយើងញ៉ាំទៅបែបរៀងទន់ផ្អែមឈ្ងុយនឹងគឺញ៉ាំជក់មាត់ណាជាពិសេសហ្មងគឺឈ្ងុយជាមួយនឹងក្លិនសូកូឡាហ្នឹងហ្មងបងប្អូនអានេះខ្ញុំធ្វើជាមួយនឹងរសជាតិសូកូឡាអញ្ចឹងណាហើយចំណែកវិធីធ្វើនេះវិញគឺខ្ញុំលាយខ្ទិះដូងនេះខ្ញុំប្រើជាភេទខ្ទិះដើមឬក៏ក្បាលខ្ទិះហ្នឹងចំនួន200ក្រាមស្មើនឹង200មីលីលីត្រហើយខ្ញុំបានបន្ថែមពងទាក៏បានពងមាន់ក៏បានដែរចំពោះខ្ញុំដាក់ពងទាគ្រាប់ធំចំនួន1គ្រាប់ដោយសារតែខ្ទិះដូងនេះវារាងកកបន្តិចបងប្អូនអញ្ចឹងទៅខ្ញុំចាប់ដើមកូរពងទាជាមួយនឹងខ្ទិះដូងហ្នឹងឲ្យវាចូលសព្វគ្នាបានល្អសិនបានខ្ញុំយកគ្រឿងផ្សំបន្តទៀតមកលាយមកដូចជាអំបិលម្ចុងលាបព្រាកាហ្វេស្ករសក៏បានស្ករត្នោតក៏បានដែរបងប្អូនចង់ឲ្យសាច់នំនឹងផ្អែមឈ្ងុយគឺយើងលាយជាមួយនឹងស្ករត្នោតទៅណាមួយយើងលាយជាមួយនឹងស្ករត្នោតអញ្ចឹងយើងកូរជាមួយនឹងខ្ទិះដូងវាឆាប់ចូលសព្វគ្នាបានល្អអញ្ចឹងណាចំពោះស្ករត្នោតខ្ញុំដាក់85ក្រាមបងប្អូនប្រើស្ករសអាចនឹងរៀងយើងកូរស្ករសជាមួយនឹងខ្ទិះដូងនឹងរៀងយូរដែរបងប្អូនតម្រាំតែវារលាយសព្វបានល្អហើយខ្ញុំបានបន្ថែមមេនំប៉័ង2ក្រាមកន្លះយើងកូរឲ្យគ្រឿងផ្សំពី3មុខនឹងវារលាយសព្វទៅបានខ្ញុំយកម្សៅមកលាយមកដូចជាម្សៅមីខ្ញុំដាក់85ក្រាមម្សៅអង្ករខ្សាយ85ក្រាមម្សៅកាកាវខ្ញុំដាក់5ក្រាមម្សៅកាកាវនេះបងប្អូនមានក៏ដាក់បើសិនជាអត់មានទេអត់ចាំបាច់ដាក់ក៏បានដែរយើងប្រើតែខ្ទិះដូងទឹកខ្ទិះដូងសុទ្ធហ្មងក៏បានដែរហើយនេះគឺខ្ញុំកូរឲ្យម្សៅទាំងអស់ហ្នឹងវារលាយស្មើសាច់គ្នាប្រហែលជា3ទៅ4នាទីយើងព្យាយាមកូរតតែម្សៅនឹងស្មើសាច់គ្នាឡើងមានម្សៅនៅដុំមកប៉ុណ្ណឹងគឺរួចរាល់ហើយខ្ញុំយកចានស្អាតមួយមកយកមកគ្របផ្អាប់វាចោលរយៈពេល1ម៉ោងបន្ទាប់ពី1ម៉ោងក្រោយមកគឺថាសាច់ម្សៅវាឡើងពពុះអញ្ចឹងគឺល្អហើយបងប្អូនយើងយកទៅធ្វើឬក៏យើងយកទៅចម្អិនគឺសាច់នំរបស់យើងវាឡើងល្អហើយទន់ល្អដូចគ្នាដែរហើយបន្ទាប់ពីខ្ញុំបានផ្អាប់រយៈពេល1ម៉ោងមកយើងកូរឲ្យម្សៅហ្នឹងវាស្រក់ពពុះសិនកូរឲ្យវាស្រក់ពពុះអស់ទៅបាទខ្ញុំរៀបចំយកមកដាក់ចម្អិនយើងទុកខ្ទះនឹងឲ្យក្តៅសិនខ្ញុំដាក់ប្រេងឆាតែបន្តិចទេយើងលាបឲ្យពេញខ្ទះបងប្អូនខ្ទះគួរតែប្រើខ្ទះដែលអត់ជាប់បាតទើបសាច់នំរបស់យើងចម្អិនទៅវាមានស្អិតជាប់ខ្ទះអីញ៉ៃអញ្ចឹងហើយវិធីចម្អិននេះដែរបងប្អូនចង់ចម្អិនជាមួយនឹងខ្ទះអញ្ចឹងក៏បានឬក៏យើងអាចជំនួសដោយពុំក៏បានដែរបងប្អូនមានជាប្រភេទពុំចាក់នំពុំហ្នឹងក៏យើងអាចយកមកធ្វើបានដែរបងប្អូនដួសម្សៅមកវែកតូចអញ្ចឹងទៅចម្អិនជាមួយនឹងពុំក៏ឃើញសាច់នំស្អាតហើយសំខាន់យើងចម្អិនជាមួយនឹងពុំអញ្ចឹងយើងដាក់ម្សៅស្ដើងបងប្អូនអើយគឺថាឆ្ងាញ់ដូចគ្នាបងប្អូនដែលធ្លាប់ញ៉ាំនំពុំគឺដឹងហើយខ្ញុំគិតថាបងប្អូនធ្លាប់នំពុំញ៉ាំនំពុំមកច្រើនហើយអញ្ចឹងគឺដឹងថាសាច់នំពុំហ្នឹងញ៉ាំទៅឈ្ងុយប៉ុណ្ណាហើយគឺទន់ល្អមែនតើហើយថ្ងៃនេះវិញគឺខ្ញុំអត់មានយកទៅចម្អិនជាមួយនឹងពុំទេខ្ញុំយកមកចម្អិនជាមួយនឹងខ្ទះហើយខ្ញុំចាក់ធំវិញបងប្អូនបានធ្វើយើងចម្អិនជាមួយនឹងខ្ទះបែបរៀងស្ដើងតូចក៏បានឬក៏បងប្អូនធ្វើធំចេះក៏បានដែរចំពោះខ្ញុំនេះលាយម្សៅគឺធ្វើបាន4នំហើយសាច់នំមិនថាក្តៅឬក៏ត្រជាក់ទេបងប្អូនគឺទន់ឆ្ងាញ់ណាស់បន្ទាប់ពីខ្ញុំបានរៀបចំចាក់ម្សៅអញ្ចឹងហើយយើងទុកផ្ងំវាចោលនៅលើភ្លើងតិចទេបងប្អូនយើងបើកភ្លើងតិចថាសឹងថាភ្លើងហ្នឹងឲ្យលុតទៅវិញហ្មងយើងបើកភ្លើងតិចខ្លាំងមែនតើដោយសារយើងចម្អិនធំចេះតែបើកភ្លើងខ្លាំងគឺឆាប់ខ្លោចមែនតើយើងបើកភ្លើងតិចអញ្ចឹងទៅផ្ងំវាចោលប្រហែលជា7ទៅ8នាទីឬក៏បងប្អូនមើលតាមជាក់ស្ដែងយើងទុកតតែសាច់នំនឹងឆ្អិនបានល្អទៅចាំយើងប្រើត្រឡប់នំនឹងមកម្ខាងទៀតហើយបងប្អូនទុកប្រហែលជា2-3នាទីហ្នឹងគឺសាច់នំវាខាំម្ខាងទៀតហ្នឹងឆ្អិនបងប្អូនអាចលើកចេញបានសម្រាប់ខ្ញុំវិញគឺថាសាច់នំឆ្អិនហ្នឹងខ្ញុំគ្រាន់តែប្រែត្រឡប់ហើយដកចេញមកហ្មងហើយសាច់នំនេះដូចខ្ញុំបានបញ្ជាក់នៅខាងដើមអញ្ចឹងបងប្អូនមិនថាក្តៅឬក៏ត្រជាក់ទេគឺសាច់នំទន់ល្អខ្លាំងមែនតើបងប្អូនអាចចូលចិត្តញ៉ាំសាច់នំបែបទន់អាចសាកធ្វើបានយើងចៀនក្រាស់ក៏បានស្ដើងក៏បានដែរគឺញ៉ាំទៅឆ្ងាញ់ដូចគ្នាបែបយើងផ្អែមឈ្ងុយគឺញ៉ាំជក់មាត់